nơiឆ្នាំ1994នៅប្រទេសកូរ៉េខាងត្បូងមានរឿងក្តីមួយដ៏រន្ធត់បានកើតឡើងនៅខាងក្រោមផ្ទះពណ៌ផ្កាឈូកមួយដ៏ស្រស់ស្អាតនៅតំបន់ជនបទមានលាក់ទុកនៅកុកសម្ងាត់ក្រោមដីបន្ទប់ការពារសម្លេងយ៉ាងជិតឈឹងនិងឡដុតដ៏ធំមួយនៅកន្លែងនោះមិនមែនជារបស់ជនល្មើសតែម្នាក់ទេតែវាជារបស់យុវជនមួយក្រុមដែលបានចូលរួមគំនិតគ្នាហើយស្បត់ប្រកាសថានឹងកម្ចាត់អ្នកមាននៅក្នុងសង្គមតើក្រុមមួយនេះគឺជាក្រុមអ្វីហើយអាចកំបាំងមួយនេះត្រូវបានបែកធ្លាយដោយរបៀបណាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សំណុំរឿងក្តីរបស់យើងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅបើកកាយសំណុំរឿងក្តីមួយដែលក្រើកប្រចាំទសវត្សរ៍ទី90នៅក្នុងប្រទេសជប៉ុនហើយនេះគឺជាសំណុំរឿងជីចុងប៉ាយើងត្រឡប់ទៅកាន់ខែកញ្ញាឆ្នាំ1994បន្តិចនារីវ័យក្មេងម្នាក់ដែលខ្ញុំសូមហៅឈ្មោះគាត់ថាលីដើម្បីការពារអត្តសញ្ញាណពិតរបស់គាត់កំពុងជួបប្រទះរឿងដ៏គួរឲ្យខ្លាចបំផុតនៅក្នុងជីវិតគាត់ត្រូវបានគេចាប់ចម្រិតនិងឃុំឃាំងនៅក្នុងផ្ទះមួយកន្លែងនៅតំបន់ជនបទនៅទីក្រុងយ៉ុងវ៉ានប៉ុន្តែផ្ទះមួយនេះមិនមែនជាផ្ទះធម្មតាទេវាមានបន្ទប់សម្ងាត់ក្រោមដីដែលសាងសង់ឡើងយ៉ាងពិសេសសម្រាប់លាក់ទុកមនុស្សលីបានឃើញក្រុមយុវជនមួយក្រុមធ្វើបាបអ្នកដទៃយ៉ាងធ្ងន់ធ្ងរហើយនាងនឹងច្បាស់ថានាងនឹងក្លាយទៅជាជនរងគ្រោះបន្ទាប់ដែលត្រូវបាត់បង់ជីវិតនៅទីនោះប៉ុន្តែដោយសារលីជាមនុស្សឆ្លាតហើយមានស្មារតីរឹងមាំនាងបានរក្សាភាពស្ងៀមស្ងាត់ធ្វើពុតជាស្ដាប់បង្គាប់ដើម្បីកុំឲ្យពួកគេសង្ស័យហើយនាងនឹងរងចាំឱកាសដើម្បីរត់គេចខ្លួនលីបាននឹងច្បាស់ថាបើនាងសម្រេចចិត្តរត់ហើយពួកគេចាប់បានមកវិញគឺនាងច្បាស់ជាគ្មានផ្លូវរស់នោះទេទីបំផុតពេលវេលាក៏បានមកដល់ដោយនៅក្នុងពេលវេលាមួយនោះក្រុមជនល្មើសកំពុងតែសម្រានលក់ហើយលីក៏បានសម្រេចចិត្តរត់គេចខ្លួនចេញមកក្រៅបានដោយជោគជ័យនាងប្រឹងរត់កាត់ភាពងងឹតរត់រាប់ម៉ោងដោយក្តីភ័យខ្លាចបំផុតព្រោះគិតថាពួកគេអាចនឹងកំពុងដេញតាមនាងពីក្រោយជានិច្ចទីបំផុតលីក៏បានរត់ដល់ទីក្រុងសេអ៊ូលហើយបញ្ញាប់ទៅរកមន្ត្រីប៉ូលីសភ្លាមហើយការរត់គេចខ្លួនដ៏ក្លាហានតែមួយគត់របស់នាងនៅយប់នោះហើយគឺជារឿងដែលនឹងឈានទៅដល់ការបកស្រាយសំណុំរឿងក្តីអក្រិតកម្មដ៏ធំមួយនឹងនឹកស្មានមកដល់នៅក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េនៅពេលដែលលីបានទៅដល់ប៉ុស្តិ៍ប៉ូលីសនៅក្នុងទីក្រុងសេអ៊ូលនាងមានសភាពទ្រុឌទ្រោមនិងភ័យខ្លាចខ្លាំងមែនទែនរាងកាយរបស់នាងហត់នឿយខ្លាំងហើយស្មារតីរបស់នាងក៏នៅតែមិនទាន់ស្ងប់នៅឡើយទេបន្ទាប់ពីរត់គេចខ្លួនពីសេចក្តីស្លាប់រួចមកនាងចាប់ផ្ដើមរៀបរាប់រឿងរ៉ាវប្រាប់ទៅកាន់មន្ត្រីស៊ើបអង្កេតទាំងសម្លេងញ័រហើយអ្វីដែលនាងប្រាប់ទៅប៉ូលីសនៅយប់នោះគឺស្ដាប់ទៅវាហាក់ដូចជាសាច់រឿងក្នុងគុណមួយដ៏រន្ធត់អញ្ចឹងនាងបានប្រាប់ប៉ូលីសថានាងត្រូវបានគេចាប់ចម្រិតដោយក្រុមបរិសុទ្ធមួយក្រុមដែលមានគំនុំស្អប់ខ្ពើមអ្នកមានយ៉ាងងងឹតងងល់នាងបានបញ្ជាក់ថាពួកគេបានសាងសង់ផ្ទះមួយកន្លែងនៅក្នុងតំបន់ជនបទហើយមានគុកសម្ងាត់មួយនៅក្រោមដីហើយមានចង្រឹងដែកឃុំឃាំងយ៉ាងរឹងមាំហើយអ្វីដែលគួរឲ្យស្លុតបំផុតនោះគឺពួកគេថែមទាំងមានឡដុតដ៏ធំមួយនៅទីនោះដើម្បីកម្ចាត់ភស្តុតាងនិងលាក់បាំងសកម្មភាពរបស់ពួកគេមិនឲ្យអ្នកណាដឹងនៅពេលលីប្រាប់រឿងនេះដំបូងមន្ត្រីប៉ូលីសពិតជាមានការសង្ស័យខ្លាំងមែនទែនវាមើលទៅដូចជារឿងដែលមិនអាចទៅរួចតទៅសោះពេលនោះប៉ូលីសខ្លះគិតថានាងប្រហែលជាប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរពេកទៅនិយាយរឿងដែលស្ដាប់មើលទៅវាពិបាកនឹងជឿបែបហ្នឹងប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលលីចាប់ផ្ដើមរៀបរាប់ពីព័ត៌មានលម្អិតនាងបានប្រាប់ពីម៉ាកឡានពេលវេលានិងផិនភាគរបស់ជនរងគ្រោះផ្សេងទៀតដែលនាងបានឃើញផ្ទាល់នឹងភ្នែកនៅទីនោះរាល់ចំណុចដែលនាងនិយាយគឺត្រូវគ្នាបេះបិទទៅនឹងសំណុំរឿងបាត់ខ្លួនមនុស្សជាច្រើនករណីដែលប៉ូលីសកំពុងតែតាមដាននិងរកតម្រុយអត់ទាន់ឃើញប៉ូលីសក៏ចាប់ផ្ដើមភ្ញាក់ខ្លួនព្រឹតនេះមិនមែនជារឿងបណ្ឌិតទេហើយនាងក៏មិនបាននិយាយរវើរវាយដែរគឺនាងនិយាយ
ពីការពិតទាំងអស់ពេលនោះហើយដែលអធិការប៉ូលីសបានដឹងថាពួកគេកំពុងតែប្រឈមមុខទៅនឹងក្រុមអក្រិតជនដ៏គ្រោះថ្នាក់និងមានការរៀបចំទុកជាមុនយ៉ាងច្បាស់លាស់បំផុតកងកម្លាំងប៉ូលីសពិសេសត្រូវបានប្រមូលផ្ដុំភ្លាមទាំងយប់ដើម្បីត្រៀមចុះទៅកាន់ទីតាំងនោះពួកគេត្រូវតែធ្វើសកម្មភាពឲ្យបានលឿនបំផុតមុនពេលដែលក្រុមជនល្មើសដឹងខ្លួនថាលីបានយកការសម្ងាត់នេះមកប្រាប់មន្ត្រីប៉ូលីសនៅទីក្រុងសេអ៊ុលនៅព្រឹកព្រលឹមទាន់ស្រួលបួលផងកងកម្លាំងប៉ូលីសពិសេសរាប់សិបនាក់បានចុះទៅឡោមព័ទ្ធទីតាំងផ្ទះនៅក្នុងតំបន់យ៉ាងវាងយ៉ាងតឹងរឹងមើលពីសម្បកក្រៅវាគ្រាន់តែជាផ្ទះពណ៌ផ្កាឈូកមួយដែលមានលាបពណ៌យ៉ាងស្អាតនិងសាងសង់នៅកណ្ដាលភូមិដ៏ស្ងប់ស្ងាត់មួយអ្នកជិតខាងនិងអ្នកភូមិនៅទីនោះគ្មាននរណាម្នាក់ធ្លាប់សង្ស័យតតសោះថាមានរឿងអ្វីកើតឡើងនៅពីក្រោយទ្វារផ្ទះមួយនេះប៉ុន្តែនៅពេលដែលប៉ូលីសសម្រុកចូលទៅក្នុងផ្ទះពួកគេបានរកឃើញការពិតមួយដ៏គួររន្ធត់ដែលបញ្ជាក់ថាពាក្យសម្ដីរបស់លីគឺត្រឹមត្រូវទាំងអស់នៅខាងក្រោមផ្ទះនោះមានច្រកទ្វារលាក់បាំងមួយដែលនាំទៅគុកសម្ងាត់ដែលជនល្មើសបានចំណាយពេលសាងសង់នៅទីនោះដោយផ្ទាល់ដៃបន្ទប់ក្រោមដីនេះត្រូវបានបំពាក់ដោយជញ្ជាំងការពារសម្លេងយ៉ាងក្រាស់ដើម្បីធានាថាទោះបីជាជនរងគ្រោះស្រែកខ្លាំងប៉ុណ្ណាក៏ដោយក៏គ្មានអ្នកណានៅខាងក្រៅអាចស្ដាប់ឮបានដែរវាមានទ្វារនិងចំណងដាច់ដ៏រឹងមាំដែលត្រូវបានរចនាឡើងមិនខុសពីគុកពិតនោះទេហើយអ្វីដែលធ្វើឲ្យមន្ត្រីប៉ូលីសរន្ធត់ចិត្តបំផុតនោះគឺពួកគេបានរកឃើញឡដុតដ៏ធំមួយដែលមានបំពាក់ប្រព័ន្ធបឺតផ្សែងយ៉ាងស្មុគស្មាញដើម្បីកុំឲ្យមានក្លិនភាយចេញទៅខាងក្រៅឡនេះត្រូវបានពួកគេប្រើប្រាស់សម្រាប់កម្ចាត់រាងកាយជនរងគ្រោះនិងលុបបំបាត់ភស្តុតាងមិនឲ្យសេសសល់ដានអ្វីទាំងអស់តើការរកឃើញសំណងស្ថាបត្យកម្មនៅក្បាលងឹតនេះបញ្ជាក់ពីអ្វីទៅកាន់ប៉ូលីសវាបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពរបស់ពួកគេមិនមែនជាការប្លន់ឬការប្រើអំពើហិង្សាដោយកំហឹងមួយឆាវឬកាត់ភ្លាមធ្វើភ្លាមនោះទេរាល់សកម្មភាពទាំងនោះគឺមានការគិតគូរលាក់បាំងនិងរៀបចំទុកជាមុនយ៉ាងម៉ត់ចត់បំផុតក្នុងកម្រិតមួយដ៏គួរខ្លាចភស្តុតាងនេះបានផ្លាស់ប្ដូរការយកឃើញរបស់ប៉ូលីសទាំងស្រុងវាមិនមែនត្រឹមតែជាក្រុមចៅឬក្មេងទំនើងតាមផ្លូវធម្មតានោះទេប៉ុន្តែពួកគេគឺជាក្រុមអក្រិតជនដែលមានការចាត់តាំងយ៉ាងរឹងមាំអញ្ចឹងតើអ្នកណាដែលនៅពីក្រោយខ្នងនៃការបង្កើតកន្លែងនេះហើយតើមានមូលហេតុអ្វីទៅពួកគេមានគំនុំធ្ងន់ធ្ងរដល់ថ្នាក់នេះហើយតើអ្នកណាជាអ្នកគិតគូរសាងសង់គុកក្រំដីដ៏គួរខ្លាចនេះឡើងដើម្បីស្វែងយល់ពីប្រភពដើមយើងត្រូវត្រឡប់ទៅមើលស្ថានភាពសង្គមក្នុងឆ្នាំ1993វិញមេកំណត់ដែលបង្កើតក្រុមនេះឡើងគឺជាបរិសម្នាក់ឈ្មោះថាគឹមគីវ៉ាន់នៅដើមទសវត្សរ៍ទី90ប្រទេសកូរ៉េខាងត្បូងកំពុងតែមានកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងគំហុកនិងសម្បូរសប្បាយប៉ុន្តែទន្ទឹមនឹងភាពស៊ីវិល័យមួយនេះគម្លាតរវាងអ្នកមាននិងអ្នកក្រគឺកាន់តែឃ្លាតឆ្ងាយពីគ្នាខ្លាំងដែរអ្នកខ្លះខ្លាចជាមហាសេដ្ឋីមានលុយចាយហូរហៀចំណែកអ្នកខ្លះទៀតរស់នៅក្នុងភាពក្រីក្រតោកយ៉ាកមើលមិនឃើញពលឺនៃអនាគតចឹងហើយគឹមគីវ៉ាន់គឺជាមនុស្សម្នាក់ដែលធំនឹងក្តីនៅក្នុងភាពក្រីក្រធ្លាប់ជាប់ពន្ធនាគារនិងតែងតែមានអារម្មណ៍ថាសង្គមមួយនេះបានបោះបង់គេចោលដូច្នេះហើយទើបគាត់មានគំនិតមួយហើយធ្វើឲ្យគាត់ចាប់ផ្ដើមដើរប្រមូលផ្ដុំយុវជនប្រមាណអ្នកទៀតដែលកំពុងតែរស់នៅក្នុងស្ថានភាពត្រដាបត្រដួសនិងមានគំនិតដូចគាត់អញ្ចឹងដែរយុវជនទាំងនោះសុទ្ធតែជាអ្នកដែលគ្មានការងារធ្វើចំណេះដឹងតិចតួចនិងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលសង្គមមើលងាយពេលដែលពួកគេមកជួបជុំគ្នាពួកគេបានដាក់ឈ្មោះក្រុមខ្លួនឯងថាជីចុងប៉ាពួកគេចាប់ផ្ដើមប្រាប់គ្នាទៅវិញទៅមកថាអ្នកមានគឺជាសត្រូវពិតប្រាកដរបស់ពួកគេហើយពួកគេត្រូវតែក្រោកឈរតទល់ជាមួយនឹងអ្នកមានទាំងអស់នោះពីការត្អូញត្អែរឿងជីវិតនៅតាមចិញ្ចើមថ្នល់ពួកគេបានបោះជំហានចូលទៅក្នុងផ្លូវមួយដែលគ្មាននរណាគេនឹកស្មានដល់ក្រុមបែបនេះយើងអាចនិយាយបានថាគឺជាភាពជ្រុលនិយមជាក្រុមនៅពេលដែលមនុស្សមានគំនុំហើយនឹងការឈឺចាប់ស្តៀងគ្នាមកប្រមូលផ្ដុំគ្នា
ហើយផ្ដាច់ខ្លួនពីសង្គមខាងក្រៅពួកគេនឹងបញ្ឆេះកំហឹងដាក់គ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃតែម្ដងជំនួសឲ្យការជួយផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកទៅរកផ្លូវល្អគំនិតរបស់ពួកគេបែរជាត្រូវបានរុញច្រានទៅរកភាពជ្រុលនិយមបំផុតដែលពួកគេម្នាក់ៗប្រហែលជាមិនហ៊ានធ្វើអ្វីតទៅសោះប៉ះសិនបើពួកគេនៅតែម្នាក់ឯងត្រង់ចំណុចនេះហើយដែលធ្វើឲ្យពួកគេចាប់ផ្ដើមបាត់បង់ភាពជាខ្លួនឯងឬមនសិការជាមនុស្សពួកគេក៏ចាប់ផ្ដើមលែងសួរខ្លួនឯងថាតើទង្វើនេះខុសឬក៏ត្រូវផ្ទុយទៅវិញពួកគេយល់ថាអំពើអាក្រក់ដែលពួកគេបានធ្វើគឺជាទំនួលខុសត្រូវរបស់ក្រុមទាំងមូលមិនមែនជាកំហុសរបស់ពួកគេម្នាក់ៗនោះទេវាធ្វើឲ្យពួកគេលែងមានអារម្មណ៍ថាខុសឆ្គងហើយមេក្រុមគីមគីហ្វាន់បានប្រើប្រាស់ចំណុចខ្សោយផ្នែកចិត្តសាស្ត្រមួយនេះដើម្បីតាក់ទាញយកភក្តីភាពពីសមាជិករបស់ពួកគេគាត់បានធ្វើឲ្យសមាជិកផ្សេងជឿជាក់យ៉ាងងឹតងងល់ថារាល់ទង្វើដែលពួកគេបានធ្វើគឺជារឿងត្រឹមត្រូវនិងជាការទាមទារយុត្តិធម៌សម្រាប់វណ្ណៈអ្នកក្រីក្រតាមរយៈការប្រែក្លាយខ្លួនទៅជាអ្នកប្រយុទ្ធនៅក្នុងសង្គ្រាមវណ្ណៈដែលពួកគេបង្កើតឡើងនៅផ្ទាល់ខ្លួនឯងនោះពួកគេបានបោះបង់ចោលសិលធម៌មនុស្សទាំងស្រុងនៅពេលនោះដើម្បីធានាបាននូវភាពស្មោះត្រង់ទាំងស្រុងគីមគីហ្វាន់បានបង្កើតច្បាប់ដ៏តឹងរ៉ឹងបំផុតមួយប្រចាំក្រុមច្បាប់នោះរួមមានទី1ត្រូវតែស្អប់ខ្ពើមអ្នកមានចនិចទី2អ្នកណាដែលក្បត់ក្រុមនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរបំផុតហើយទី3ហាមដាច់ខាតមិនឲ្យຕົកចិត្តអ្នកក្រៅនេះវាដូចជាគាត់ចង់បានពាក្យមួយដែលហៅថាចំណងឈាមឬជាការចងក្រងកំហុសរួមគ្នាដើម្បីកុំឲ្យនរណាម្នាក់ហ៊ានរត់ចោលជួរដើម្បីក្លាយជាសមាជិកពេញសិទ្ធិគីមបានបង្ខំឲ្យពួកគេគ្រប់គ្នាត្រូវតែរួមដៃធ្វើបាបមនុស្សម្នាក់រហូតដល់ជនរងគ្រោះនោះបាត់បង់ជីវិតនៅពេលដែលសមាជិកក្រុមគ្រប់រូបមានការពាក់ព័ន្ធក្នុងអក្រិតកម្មធ្ងន់ធ្ងរនេះគឺគ្មាននរណាម្នាក់អាចដកខ្លួនឬទៅប្តឹងប៉ូលីសបានទៀតទេហើយធ្វើបែបហ្នឹងគឺសមាជិកទាំងអស់គ្មានផ្លូវបកក្រោយនោះទេក្រោយពីមានគុកក្រោមដីរឹងមាំនិងសមាជិកដែលលែងខ្វល់ពីខុសឬក៏ត្រូវនៅពេលនោះក្រុមជីចុងប៉ាក៏ចាប់ផ្ដើមប្រតិបត្តិការរបស់ពួកគេបានបំពេញអាវុធនិងលួចទិញបញ្ជីឈ្មោះអតិថិជនរបស់ហាងទំនើបដ៏ល្បីមួយដោយជឿជាក់ថាអ្នកដែលមានឈ្មោះនៅក្នុងនោះសុទ្ធតែជាសេដ្ឋីប្រាក់លានពួកគេបានចាត់ទុកសកម្មភាពរបស់ខ្លួនថាជាការសង្គ្រោះវណ្ណៈគោលដៅរបស់ពួកគេគឺចាប់ចម្រិតអ្នកមានទាំងអស់ហើយទាមទារយកប្រាក់រលួសនៅច្រើនសន្ធឹកសន្ធាប់ហើយបន្ទាប់មកពួកគេនឹងកម្ចាត់ជនរងគ្រោះចោលដើម្បីលុបបំបាត់ភស្តុតាងពួកគេជឿថាអ្វីដែលកំពុងតែធ្វើនេះគឺជាការនាំមកនៅយុត្តិធម៌ឲ្យសង្គមអ្នកក្រីក្រទោះបីជាពួកគេបានប្រកាសខ្លួនឯងថាជាអ្នកតំណាងឲ្យជនក្រីក្រដែលក្រោកឈរប្រឆាំងនឹងកម្ចាត់អ្នកមានក៏ដោយកម្មពិតគឺគួរឲ្យសង្វេគបំផុតផែនការសង្គ្រោះវណ្ណៈរបស់ពួកគេបានបរាជ័យទាំងស្រុងដោយសារតែការយល់ដឹងខុសឆ្គងនិងការវាយតម្លៃមនុស្សដោយងងឹតងងល់ពេកជាក់ស្ដែងពួកគេមិនចាំបាច់ចម្រិតមហាសេដ្ឋីឬក៏អ្នកមានអំណាចដ៏ធំណាមួយដោយតែពួកគេបានស្រមើស្រមៃនោះទេផ្ទុយទៅវិញជនរងគ្រោះភាគច្រើនគឺជាមនុស្សសាមញ្ញដែលកំពុងតែខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដូចគេដូចឯងអញ្ចឹងជាឧទាហរណ៍ជនរងគ្រោះតែម្នាក់ដែលជាតកែរោងចក្រតូចមួយដែលទីបំផុតបានចាប់ផ្ដើមអាជីវកម្មដោយសារញើសឈាមនិងការខិតខំប្រឹងប្រែងរបស់ខ្លួនហើយជនរងគ្រោះដ៏គួរឲ្យសោកស្ដាយម្នាក់ទៀតគឺជាអ្នកលេងភ្លេងនៅក្នុងក្រុមតន្ត្រីម្នាក់បរិសិល្បកររូបនេះត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេគ្រាន់តែដោយសារតែពួកគេខ្ចីឡានទំនើបរបស់មិត្តភក្តិជិះដើម្បីយកទៅប្រើប្រាស់ដោយសារតែឃើញឡាននោះក្រុមជីចុងប៉ាក៏នឹកស្មានថាគាត់ជាសេដ្ឋីឬក៏ជាអ្នកមានហើយក៏បានចាប់គាត់យកទៅឃុំឃាំងនៅក្នុងគុកនៅក្រោមដីនោះតែម្ដងពួកគេបានចាត់ទុកខ្លួនឯងថាជាវីរបុរសដែលកម្ចាត់អ្នកមានដើម្បីរកយុត្តិធម៌ប៉ុន្តែការពិតពួកគេក៏គ្រាន់តែជាក្រុមមនុស្សដែលកំពុងឆក់យកជីវិតនៅបំផ្លាញគ្រួសាររបស់ជនរងគ្រោះដែលខិតខំប្រឹងប្រែងតស៊ូពីបាតដៃទទេមិនខុសពីពួកគេប្រមាណនោះទេ
មនោគមវិជ្ជាស្អប់អ្នកមានរបស់ពួកគេគ្រាន់តែជាការលួងចិត្តខ្លួនឯងដើម្បីបិទបាំងទង្វើដ៏ឃោរឃៅដែលពួកគេបានប្រព្រឹត្តតែប៉ុណ្ណោះប៉ុន្តែសកម្មភាពដ៏គួរភ័យខ្លាចមួយនេះมันអាចលាក់បាំងជារៀងរហូតបាននោះទេភាពក្លាហានរបស់លីដែលជានារីជនរងគ្រោះបានទម្លាយអាចកំបាំងនេះនឹងនាំទៅរកការចាប់ខ្លួនសមាជិកក្រុមទាំងអស់ក្រោយពីការឆ្មក់ចូលទីតាំងសម្ងាត់នោះប៉ូលីសបានចាប់ខ្លួនសមាជិកក្រុមជីចុងប៉ាទាំងអស់បានយ៉ាងរហ័សនិងទាន់ពេលវេលាប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណជនក្រីខាងត្បូងមានការតក់ស្លុតបំផុតនោះគឺអរិយាប័ត្ររបស់ពួកគេនៅពេលដែលប៉ូលីសបង្ហាញមុខជាសាធារណៈជាទូទៅជនល្មើសបែបហ្នឹងតែងតែអោនក្បាលឬងាកមុខចេញពីកាមេរ៉ាឬក៏បង្ហាញការសោកស្ដាយចំពោះកំហុសរបស់ខ្លួនប៉ុន្តែសម្រាប់ក្រុមនេះគឺអត់ទេពួកគេបានឈរយ៉ាងរឹងរូសសម្លឹងមើលទៅកាមេរ៉ាអ្នកកសែតដោយមិនមានភាពភ័យខ្លាចឬក៏សោកស្ដាយអ្វីបន្តិចសោះឡើយសមាជិកម្នាក់ថែមទាំងបានស្រែកប្រាប់អ្នកកសែតដោយកំហឹងនិងមោទនភាពថាអ្វីដែលគាត់ស្ដាយបំផុតនោះគឺគាត់មិនទាន់បានធ្វើបាបអ្នកមានឲ្យបានច្រើនជាងនេះពាក្យសម្ដីនេះវាបានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងទាំងមូលឬសម្បុរនិងនឹកស្មានមកដល់ថាមនុស្សយើងអាចមានគំនុំជ្រៅរហូតដល់ថ្នាក់នេះតុលាការបានដំណើរការក្តីរឿងនេះយ៉ាងលឿនដោយសារតែមានភស្តុតាងនិងមានភាពច្បាស់លាស់ជាពិសេសគឺសំណងកុកក្រោមដីនិងភស្តុតាងផ្សេងទៀតជាច្រើនដោយសារតែទង្វើរបស់ពួកគេមានការគ្រោងទុកជាមុនយ៉ាងលម្អិតនិងបង្កការបាត់បង់ជីវិតអ្នកដទៃយ៉ាងធ្ងន់ធ្ងរតុលាការបានសម្រេចចិត្តផ្ដន្ទាទោសពួកគេកម្រិតធ្ងន់ធ្ងរបំផុតគឺជាទោសប្រហារជីវិតសំណុំរឿងក្តីនេះមិនបានបញ្ចប់ត្រឹមតែការកាត់ក្តីនោះទេវាបានបន្សល់ទុកនៅសំណួរនិងមេរៀនដ៏ធំមួយសម្រាប់សង្គមកូរ៉េខាងត្បូងនៅក្នុងសម័យនោះវាបានធ្វើឲ្យថ្នាក់ដឹកនាំនិងពលរដ្ឋចាប់ផ្ដើមសួរខ្លួនឯងថាតើការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿនដែលបន្សល់ទុកមនុស្សមួយក្រុមឲ្យរស់នៅឯកោក្រីក្រតោកយ៉ានិងពោពេញទៅដោយគំនុំបែបនេះគឺជាអ្វីដែលសង្គមត្រូវប្រឈមមុខមែនអត់សំណុំរឿងជីចុងប៉ាបានคล้ายទៅជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីផ្នែកដ៏ខ្មៅងងឹតនិងគម្លាតវណ្ណៈសង្គមនៅក្នុងសម័យទសវត្សរ៍ឆ្នាំ90ហើយវាក៏នៅតែជាមេរៀនប្រវត្តិសាស្ត្ររហូតដល់សព្វថ្ងៃនេះដែរអញ្ចឹងសរុបសេចក្តីមកសំណុំរឿងក្តីជីចុងប៉ាមិនមែនគ្រាន់តែជារឿងក្តីអក្រិតកម្មធម្មតានោះទេវាគឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលបង្ហាញឲ្យយើងឃើញពីភាពគួរឲ្យខ្លាចនៅពេលដែលមនុស្សមួយក្រុមត្រូវបានគេរុញច្រានឲ្យធ្លាក់ទៅចូលក្នុងភាពជ្រុលនិយមហើយបាត់បង់មនសិការជាមនុស្សជាតិអញ្ចឹងយើងគួរតែដឹងថាភាពជ្រុលនិយមនៅក្នុងសង្គមមួយគឺជារឿងមួយដែលគួរឲ្យខ្លាចមែនទែនមកដល់ចំណុចនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះតើការដែលក្រុមនេះប្រព្រឹត្តទង្វើបែបនេះគឺមកពីកំហុសរបស់សង្គមដែលបោះបង់ពួកគេចោលឬមួយក៏ជាជំរើសដ៏ខុសឆ្គងរបស់ពួកគេផ្ទាល់ដែលបណ្ដាលឲ្យការស្អប់ខ្ពើមចូលទៅក្នុងគំនិតរបស់ពួកគេយ៉ាងជ្រៅបែបហ្នឹងអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយ comment នៅខាងក្រោមម្នាក់មួយហើយខ្ញុំនឹងចាំអានបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសំណុំរឿងក្តីបែបនេះកុំភ្លេចចុច like subscribe ម្នាក់មួយផងហើយអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយ